វាសនាមនុស្សពិតជាមើលមិនធ្លុះមែនកាលនៅក្មេងធ្លាប់ធ្វើជាអ្នកជួបផ្ទះដល់ធំឡើងបានក្លាយទៅជាប្រពន្ធស្ដេចមកស្គាល់នារីម្នាក់នោះទាំងអស់គ្នាទ្រង់គឺ Catherine ទី1នៃប្រទេសរុស្ស៊ីតែមុនដាក់ឈ្មោះ Catherine នឹងទ្រង់មានឈ្មោះថា Martha កើតនៅក្នុងឆ្នាំ1684កើតនៅក្នុងគ្រួសារដែលក្រីក្រខ្លាំងមែនទែនហើយកូនច្រើនទៀតពេល Martha នៅតូចអាយុប្រហែលជា3-4ឆ្នាំនឹងឪពុកម្ដាយក៏ស្លាប់បាត់ Martha ក៏បានទៅនៅជាមួយមីងធ្វើជាអ្នកបម្រើដូចគ្នានាងបានធ្វើជាអ្នកបម្រើច្រើនផ្ទះខ្លាំងមែនទែនសិតតែផ្ទះអភិជនសំខាន់រស់នៅម្ដុំព្រំដែរណោះដល់ចង់ទៅធ្វើឲ្យ Martha ចេះនិយាយភាសាច្រើនខ្លាំងមែនតើចេះដល់ទៅ4ភាសាមានរុស្ស៊ីអាល្លឺម៉ង់ Swedish Polish ហើយក៏ចេះបារាំងតិចតួចដែរទោះចេះភាសាច្រើនតែនាងអាចដែលទទួលបានការសិក្សាទេព្រោះជាអ្នកបម្រើនឹងចង្វាយណាស់មកខ្វល់រឿងយើងចេះអក្សរអត់រពេល Martha ធំឡើងមុខហ្នឹងកាន់តែស្អាតទៅសូម្បីតែអ្នកស្រីនៅក្នុងផ្ទះហ្នឹងក៏មានអារម្មណ៍អត់សូវល្អជាមួយនឹង Martha ដែរចិត្តមួយខ្លាចថាប្តីខ្លួនឯងហ្នឹងទៅស្រឡាញ់ Martha ចិត្តមួយទៀតខ្លាចថាកូនប្រុសខ្លួនឯងហ្នឹងក៏ទៅស្រឡាញ់ Martha ទៀតនារីក្រីក្រដល់ថ្នាក់ហ្នឹងគេអាចទទួលយកបានទេចឹងហើយពេល Martha អាយុ17ឆ្នាំលោកស្រីហ្នឹងក៏ផ្គូផ្គងឲ្យ Martha រៀបការជាមួយនឹងទាហានស៊ុយអែត Martha ជាមួយទាហានហ្នឹងក៏បានរៀបការតែរៀបការបានតែ8ថ្ងៃទេប្រទេសរុស្ស៊ីបានយកឈ្នះលើប្រទេសស៊ុយអែតបណ្ដេញទ័ពស៊ុយអែតចេញហើយប្តីទាហានហ្នឹងក៏ទៅប្រទេសគេវិញអត់យក Martha ទៅតាមផង Martha ត្រឡប់ទៅធ្វើការជាអ្នកបម្រើដដែលហើយព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់នេះធ្វើឲ្យព្រះអង្គម្ចាស់ Alexander ដែលត្រូវជាសាច់ញាតិស្ដេចចាប់អារម្មណ៍ Martha ជាខ្លាំងព្រោះមុខស្អាតបែបហ្នឹងក៏យកទៅឲ្យស្ដេចប្រកាសជាពេញចិត្តដល់ពេលស្ដេចពេញចិត្តហើយមិនល្អអាចប្រើប្រាស់ Martha ធ្វើជាកូនអុកដើម្បីជួយលើកតំណែងខ្លួនឯងទៀតគិតបែបហ្នឹងហើយក៏យក Martha ចេញពីផ្ទះចាស់ហ្នឹងមកនៅផ្ទះរបស់ខ្លួនថ្ងៃមួយស្ដេច Peter the Great ក៏បានមកលេងផ្ទះព្រះអង្គម្ចាស់ Alexander ហ្នឹងហើយក៏បានរៀបចំឲ្យជួបជាមួយនឹង Martha ស្អាតស្ដេចពេញចិត្តហើយក៏បានចំណាយពេលយប់ហ្នឹងជាមួយគ្នារួចហើយស្ដេចក៏ទៅបាត់អត់មានយក Martha ទៅជាមួយទេព្រះអង្គម្ចាស់ Alexander រៀបគម្រោងថែមទៀតចាប់ Martha តាំងខ្លួនឲ្យស្អាតឲ្យជួបស្ដេចឲ្យបានច្រើនដងយូរទៅស្ដេចក៏ស្រឡាញ់មែនហើយក៏យក Martha ធ្វើជាស្រីរបស់ខ្លួនបញ្ជាក់កន្លែងនេះតិចស្ដេចធ្លាប់រៀបការម្ដងហើយកន្លែងលះគ្នាហើយដែរមុននឹងបានជួប Martha ប្រពន្ធដើមជានារីដែលខ្ពង់ខ្ពស់វណ្ណៈល្អដល់ចឹងស្ដេចអាចរៀបការជាមួយនឹង Martha បានទេព្រោះ Martha ទាបខ្លាំងពេកបានត្រឹមតែតំណែងជាស្រីរបស់ស្ដេចប៉ុណ្ណាពេលនៅជាមួយស្ដេចនាងខំយកចិត្តទុកដាក់ចំពោះស្ដេចខ្លាំងមែនតើនាងគឺជាមនុស្សតែម្នាក់ដែលយល់ចិត្តស្ដេចបំផុតអាចធ្វើឲ្យស្ដេចសើចសប្បាយរីករាយបាននិងអាចធ្វើឲ្យស្ដេចស្ងប់ចិត្តនៅពេលដែលស្ដេចខឹងការយកចិត្តទុកដាក់ទាំងអស់នេះហើយធ្វើឲ្យការស្រឡាញ់កាន់តែជ្រៅទៅពួកគេក៏បានលួចរៀបការនៅក្នុងឆ្នាំ1707បន្ទាប់ពីហ្នឹងMartha ក៏មានកូនចំនួន12ដងតែមានតែ2នាក់ទេដែលរស់ដល់ធំដឹងស្រាប់ហើយជំនាន់ហ្នឹងឧបករណ៍ពេទ្យមានល្អមកពីណាចឹងក្មេងងាយនឹងស្លាប់ខ្លាំងមែនតើហើយបើនិយាយពីប្រជាជនវិញអត់ចូលចិត្តMarthaទេជាគីង្គក់សោះចង់ធ្វើជារាជិនីគេមិនទទួលទេតែគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរនៅក្នុងឆ្នាំ1711Martha បានតាមស្ដេចទៅធ្វើសឹកសង្គ្រាមហើយស្ដេចជាមួយនឹងកងទ័ពត្រូវបាននគរសត្រូវលាន់ពាត់Martha ក៏បានប្រមូលគ្រឿងអលង្ការទាំងអស់ដែលខ្លួនមានយកទៅឲ្យសត្រូវចរចាគ្នាដើម្បីដោះលែងស្ដេចសត្រូវក៏ទទួលសំណូកនឹងមែនដោះលែងស្ដេចហើយក៏មានលិខិតសន្យាខ្លះចឹងការជួយស្ដេចលើកនឹងសាងគុណសម្បត្តិយ៉ាងធំឲ្យMarthaឥឡូវហ្នឹងស្ដេចអាចយកលេសផ្លូវការរៀបការជាមួយនឹងMarthaបានហើយពួកគេក៏បានរៀបការជាផ្លូវការនៅក្នុងឆ្នាំ1712ពីមុនការបែបលួចលាក់ឥឡូវនេះបានចេញជាផ្លូវការហើយប៉ុន្តែជីវិតគូតែងតែមានរឿងរញ៉េរញ៉ៃច្រើនខ្លាំងទៀតស្ដេចក៏មានស្រីទៀតដែរក៏ប៉ុន្តែអត់ឲ្យណាគេឈ្នះMarthaបានទេក្នុងបណ្ដាំចុងក្រោយនៅក្នុងឆ្នាំ1724ស្ដេចបានតែងតាំងMarthaធ្វើជារាជិនីមានន័យថាបើស្ដេចសគត់ទៅMarthaនឹងឡើងគ្រងរាជ្យបន្ទាប់ហើយមែនឆ្នាំ1725ស្ដេចក៏បានសោយទីវង្គតMarthaក៏បានឡើងគ្រងរាជ្យដាក់ឈ្មោះថា Catherine ទី1នៃប្រទេសរុស្ស៊ីក៏ជាស្ដេចស្រីមុនដំបូងគេបង្អស់នៅក្នុងចក្រភពរុស្ស៊ីដែរសោយរាជ្យបាន2ឆ្នាំMarthaក៏ឈឺហើយក៏សោយទីវង្គតដូចគ្នានៅអាយុ43ឆ្នាំសរុបមកប្រវត្តិសាស្ត្រមួយនេះហាក់ឡើងដូចរឿងនិទានហ្មងក៏ប៉ុន្តែជាជីវិតពិតចុះអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់ហើយគិតតែដូចដែរអត់កុំភ្លេច comment នៅខាងខ